សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញពីការថែទាំស្បែកមុខបន្តិចអញ្ចឹងគឺជាចំណេះដឹងតិចតួចឯដែលខ្ញុំបានធ្វើវារាល់ថ្ងៃដោយសារតែស្បែករបស់យើងហ្នឹងគឺក៏ត្រូវការអាហារដូចតែយើងញ៉ាំបាយរាល់ថ្ងៃដែរគឺត្រូវការលេបផ្ដល់សំណើមត្រូវការការពារត្រូវការសម្អាតឲ្យបានស្អាតទើបយើងនៅក្មេងបានយូរអញ្ចឹងណាអញ្ចឹងជាដំបូងគឺមុនហ្នឹងខ្ញុំបានលាបជាមួយនឹងសេរ៉ូមដើម្បីកាត់បន្ថយភាពជ្រីវជ្រួញនិងផ្ដល់សំណើមអញ្ចឹងទៅគឺយើងលាបហើយយើងញីឲ្យពេញស្បែកមុខទៅដើម្បីឲ្យសប់ហើយឲ្យសេរ៉ូមនោះគឺជ្រាបចូលផ្ទៃមុខរបស់យើងអញ្ចឹងណាហើយស្បែករបស់យើងគឺបើសិនជាយើងមិនបានថែទាំអញ្ចឹងទេគឺយើងនឹងចាស់ជាងវ័យតែម្ដងគឺថាឆាប់ជ្រួញមែនតើអញ្ចឹងយើងត្រូវផ្ដល់សំណើមនិងផ្ដល់ជាតិទឹកទៅដល់ស្បែករបស់យើងហើយជាបន្ទាប់នេះគឺខ្ញុំលាបជាមួយនឹងគ្រីមផ្ដល់សំណើមហើយគ្រីមនេះក៏វាជួយទៅដល់ដូចជាបញ្ហាមុនដែរអញ្ចឹងបងប្អូនចង់ប្រើជាផលិតផលណាក៏បានដែរសំខាន់ឲ្យតែយើងជ្រើសរើសយកផលិតផលដែលសុទ្ធល្អយើងកុំប្រើជាផលិតផលដែលលាយផ្ដេសផ្ដាសដែលមិនមានប្រភពច្បាស់លាស់អីអញ្ចឹងណាអញ្ចឹងវាអាចនឹងធ្វើឲ្យយើងមានបញ្ហាផ្ទៃមុខដែរអញ្ចឹងពេលដែលយើងលាបគ្រីមហើយគឺយើងញីឲ្យសប់ដូចជាសេរ៉ូមអញ្ចឹងគឺយើងញីឲ្យសប់ហើយខ្ញុំភាគច្រើនគឺខ្ញុំទាញពីក្រោមឡើងលើដើម្បីជួយឲ្យស្បែកមុខយើងហ្នឹងកុំឲ្យយាធ្លាក់អីអញ្ចឹងទៅហើយបន្ទាប់មកមាត់គឺខ្ញុំលាបជាមួយនឹងវ៉ាសាលីនដែរដោយសារតែមាត់គឺវានឹងប្រេះឲ្យស្ងួតបើសិនជាយើងអត់បានលាបពីដំបូងខ្ញុំអត់សូវធ្លាប់ទេតែឥឡូវគឺប្រើអត់បានហ្មងអញ្ចឹងបន្ទាប់មកគឺយើងចាប់ផ្ដើមលាបជាមួយនឹង sunscreen អញ្ចឹងគឺបើចេញទៅខាងក្រៅអត់មាន sunscreen ទេគឺយើងស្បែករបស់យើងហ្នឹងគឺប្រឈមជាមួយនឹងបញ្ហាជ្រីវជ្រួញឬក៏ជាំឡើងអាចរុយអីមែនតែនដោយសារតែពន្លឺថ្ងៃគឺបំផ្លាញស្បែកមុខរបស់យើងអញ្ចឹងយើងលាប sunscreen អញ្ចឹងមកគឺជួយយើងការពារស្បែកយើងកុំឲ្យជ្រីវជ្រួញកុំឲ្យឡើងអាចរុយអីអញ្ចឹងទៅហើយ sunscreen របស់ខ្ញុំនេះគឺវារៀងសបន្តិចមែនប៉ុន្តែពេលដែលយើងលាបបានមួយសន្ទុះទៅគឺវានឹងចូលទៅហើយចូលមុខយើងអស់ហើយមើលអត់សូវឃើញសសព្រុះអញ្ចឹងទេហើយ sunscreen នេះគឺយើងត្រូវលាបឲ្យសព្វគ្រប់កន្លែងដូចគ្នាអញ្ចឹងសម្រាប់គេគឺគេលាប2ម្រាមដៃអញ្ចឹងទៅតែខ្ញុំអត់កំណត់ទេគឺថាតតែសព្វហើយដូចជាកយើងអីហ្នឹងក៏យើងត្រូវលាបដែរបើមិនជាយើងមិនលាបកមិនលាបអីទេគឺកយើងហ្នឹងក៏ជ្រួញហើយខ្មៅដុំអីអញ្ចឹងទៅហើយតិចអីហ្នឹងក៏ត្រូវលាបដែរព្រោះអីបើមិនជាយើងត្រូវថ្ងៃទៅតិចយើងខ្មៅទៅមុខយើងសអញ្ចឹងគឺដូចវាអត់ចូលគ្នាហើយបន្ទាប់មកក៏ខ្ញុំលាបលេការពារកម្ដៅថ្ងៃនៅលើស្បែកដៃដូចគ្នាដែរព្រោះអីពេលដែលយើងចេញទៅខាងក្រៅសុទ្ធតែអាចត្រូវពន្លឺថ្ងៃទាំងអស់អញ្ចឹងនេះគឺគ្រាន់តែជា tip ខ្លីមួយដែលចង់ចែករំលែកទៅបងប្អូនទាំងអស់គ្នាសម្រាប់ការពារនិងការថែរក្សាស្បែករបស់យើងអញ្ចឹងណាហើយតែប៉ុណ្្នឹងទៅគឺយើងអាចដូរសម្លៀកបំពាក់ទៅចេញទៅខាងក្រៅអីបានហើយទៅធ្វើការឬក៏ទៅដើរលេងអី